លោកប្រធានាធិបតីដូណាល់ត្រាំគំរាមដាក់ពន្ធទៅលើប្រទេសណាដែលប្រឆាំងទៅលើការចង់បានកោះ Greenland របស់សហរដ្ឋអាមេរិកលោកប្រធានាធិបតីដូណាល់ត្រាំបានថ្លែងនៅសតវិមានថាលោកអាចនឹងប្រើប្រាស់វិធានការពន្ធដារដើម្បីដាក់សម្ពាធទៅលើប្រទេសដែលមិនយល់ស្របតាមផែនការរបស់លោកក្នុងការបញ្ចូលកោះ Greenland មកជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិកលោកបានបញ្ជាក់ថាកោះ Greenland មានសារៈសំខាន់ខ្លាំងសម្រាប់សន្តិសុខជាតិរបស់អាមេរិកហើយអាមេរិកនឹងយកកោះ Greenland នេះឲ្យបានទោះតាមវិធីសម្រួលឬវិធីបង្ខំក៏ដោយលោកយល់ឃើញថាទីតាំងភូមិសាស្ត្ររបស់កោះ Greenland នៅតំបន់អាក់ទិកគឺជាចំណុចយុទ្ធសាស្ត្រសម្រាប់តាមដានមីស៊ីលនិងចលនាវត្ថុផ្សេងៗជាពិសេសដើម្បីការពារការវាយប្រហារពីសំណាក់រុស្ស៊ីឬចិនប្រទេសដាណឺម៉ាកបានព្រមានថារាល់សកម្មភាពយោធាណាមួយលើកោះ Greenland នឹងក្លាយជាចំណុចបញ្ចប់នៃអង្គការ NATO បច្ចុប្បន្នប្រទេសជាសម្ព័ន្ធមិត្តរួមមានបារាំងអង់គ្លេសអាល្លឺម៉ង់ណឺវេសនិងហ្វាំងឡង់បានបញ្ជូនកងទ័ពមួយចំនួនតូចទៅកាន់កោះនោះដើម្បីធ្វើបេសកកម្មស៊ើបការនិងបង្ហាញការគាំទ្រដល់ដាណឺម៉ាកស្របពេលដែលមានការគំរាមកំហែងពីលោកត្រាំគណៈប្រតិភូសភាអាមេរិកចម្រុះបកទាំងបកប្រជាធិបតេយ្យនិងសាធារណរដ្ឋដឹកនាំដោយលោកសមាជិកព្រឹទ្ធសភា Chris Coons បានធ្វើដំណើរទៅកាន់ដាណឺម៉ាកនិង Greenland ដើម្បីព្យាយាមបញ្ចុះកម្ដៅនិងធានាដល់សម្ព័ន្ធមិត្តថាអាមេរិកនៅតែផ្ដល់តម្លៃដល់មិត្តភាពនិងកិច្ចសហប្រតិបត្តិការបងប្អូននេះគឺជាព័ត៌មានចុះផ្សាយដោយសារព័ត៌មាន BBC News នៅថ្ងៃទី17 ខែមករាឆ្នាំ2025អញ្ចឹងម៉ោងនេះលោកប្រធានាធិបតី Donald Trump នៅតែបន្តចេតនាចង់បានកោះ Greenland នៅក្នុងគោលដៅដ៏ធំមួយគឺដើម្បីការពារសន្តិសុខជាតិឬការវាយប្រហារមីស៊ីលពីរុស្ស៊ីឬពីប្រទេសចិនអញ្ចឹងបងប្អូនទាំងអស់គ្នាយើងឃើញថាសហភាពអឺរ៉ុបបានបញ្ជូនកងទ័ពមួយចំនួនតូចហើយទៅកាន់កោះ Greenland ហើយយើងនឹងតាមដានបន្តទៀតថាតើនឹងមានរឿងអ្វីកើតឡើងហើយតើសភាអាមេរិកឬក៏គណៈបកសាធារណរដ្ឋក្តីគណៈបកប្រជាធិបតេយ្យក្តីនឹងយល់ព្រមយល់ស្របជាមួយនឹងលោកប្រធានាធិបតី Donald Trump ដែរឬទេហើយបើសិនជាគេមិនយល់ស្របតើនឹងមានរឿងអ្វីកើតឡើងហើយតើសហភាពអឺរ៉ុបពិភពលោកចិនរុស្ស៊ីនឹងឆ្លើយតបបែបណាតាក់ទងជាមួយនឹងការចង់បានកោះ Greenland របស់លោកប្រធានាធិបតី Donald Trump មានព័ត៌មានថ្មីខ្ញុំបាទនឹងក្រុមការងារនឹងធ្វើបច្ចុប្បន្នភាពជូនបងប្អូនជាបន្តបន្ទាប់អរគុណបងប្អូនជម្រាបលា